រឿងបេះដូងនេះមួយបើសិនជាបងប្អូនថែទាំមិនបានល្អទេប្រកាសជាត្រូវខ្ទេចខ្ទាំឈឺចាប់មិនខានដូចមួយមុខនេះអញ្ចឹងបងប្អូនទាំងបេះដូងគ្រឿងក្នុងថ្លើមប្រមាត់អីហ្នឹងត្រូវគេចិញ្ច្រាំញាត់ចូលទៅក្នុងហ៊ុនជ្រូកទាំងអស់សំខាន់ត្រូវគេធ្វើបាបអញ្ចឹងហើយនៅរសជាតិឆ្ងាញ់ទៀតឆ្ងាញ់ហើយឈ្ងុយមែនទែនបេះដូងខ្ទេចខ្ទាំបងប្អូនក៏លើឈ្មោះហ្នឹងក៏ឆ្ងល់ដែរមែនអត់ថ្ងៃនេះមកធ្វើបេះដូងខ្ទេចខ្ទាំឲ្យបងប្អូនមើលហើយសម្រាប់វីដេអូថ្ងៃនេះក៏សូមអរគុណដល់ប្រេងសុខភាព Healthy Chef ផងដែរដែលបានឧបត្ថម្ភប្រេងសុខភាព Healthy Chef ផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ជំនួយដល់សុខភាពបេះដូងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានសម្រាប់គ្រឿងផ្សំទាំងនេះបងប្អូនអាចរកទិញបាននៅផ្សារជីម៉ុង Supermarket បានផងដែរបេះដូងទឹកខ្សំយើងមានបេះដូងគោនេះជាហ៊ុនជ្រូកកលៀនបន្តិចមកឥឡូវយើងមកហាន់បេះដូងដាក់ឲ្យច្រើនតិចទៅព្រោះវាខ្ទេចខ្ទាំយើងហាន់ដុំធំតិចទៅព្រោះដោយសារខ្ញុំកិនណាបងប្អូនយើងដាក់សាច់លីងបន្តិចដែរបងប្អូនខ្ញុំដាក់សាច់ស្លម្ជូរហើយកលៀនថ្លើមបន្តិចដែរបងប្អូនឥឡូវរួចហើយបងប្អូនផ្នែកសាច់ហ៊ុនយើងកោសឲ្យស្ដើងបងប្អូនហើយចាំយើងយកទៅទុកញាត់បងប្អូនឥឡូវយើងចាប់ផ្ដើមមកកិនសាច់តិចមកកិនចេះទៅលឿនតែសាច់អត់យកមាត់ពេកទេបងប្អូនយកមកល្មមបានហើយតែកិនសាច់ខ្ញុំថែមខ្ទឹមសយើងថែមអញ្ចឹងស្រួលបងប្អូនដេកបន្តិចមកម្ទេសខ្ទឹមក្រហមបងប្អូនឥឡូវយើងយកប៉ុណ្ណឹងមកដាក់ចូលចានយើងវិញហើយហេតុអីបានយើងនិយាយថាបេះដូងខ្ទេចខ្ទាំបងប្អូនដោយសារយកបេះដូងយកមកកិននឹងខ្ទេចឥឡូវយើងទៅរៀបចំគ្រឿងផ្សេងដើម្បីធ្វើបេះដូងខ្ទេចខ្ទាំយើងម្ដងទៀតយើងចាប់ផ្ដើមមកហាន់ជីស្វាយបងប្អូនយើងហាន់ឲ្យស្ដើងដែរមកជីនេះនៅពេលដែលយើងយកមកធ្វើជាមុខម្ហូបបែបនេះគឺថាឈ្ងុយមែនទែនបងប្អូនស្លឹកខ្ទឹមយើងហាន់រាងល្អិតដែរមកវាឲ្យយើងហាន់ជីរណាបន្តិចដែរមកឥឡូវនេះយើងចាប់ផ្ដើមមកស្រោចជីស្វាយហើយនឹងស្លឹកខ្ទឹមយើងស្រោចតិចចឹងទៅបងប្អូនកុំឲ្យមានក្លិនរពុលរួចហើយបងប្អូនឥឡូវយើងទៅលាយគ្រឿងយកទៅញាត់ក្នុងពោះជ្រូកជីដែលយើងស្រោចហ្នឹងបងប្អូនដាក់មកកាពិបងប្អូនដាក់បន្តិចមកបងប្អូនចូលចិត្តក្លិនកាពិរៀងខ្លាំងបងប្អូនដាក់រៀងច្រើនមកខ្ញុំដាក់តែបន្តិចទេស្ករសប៊ីចេងម្សៅស៊ុបរួចហើយយើងលួចអំបិលបន្តិចបានហើយដោយសារយើងប្រើកាពិអាចនឹងប្រៃបងប្អូនអញ្ចឹងហើយកុំដាក់ច្រើនពេកប្រេងខ្យងរួចហើយយើងច្បល់ចូលគ្នាឲ្យសព្វមកបើសិនជាបងប្អូនញ៉ាំដូចជាឈាមគោអញ្ចឹងបងប្អូនទុកឲ្យរាវហើយបងប្អូនចាក់ចូលមកណាឥឡូវយើងចាប់ផ្ដើមមកញាត់ឲ្យបងប្អូនបើសិនតែមានជីឡាវប្រើជីឡាវមកបើអត់មានទេប្រើកដុងទឹកសុទ្ធដូចខ្ញុំមកស្រួលងាយលឿនអញ្ចឹងហើយយើងដាក់ចូលមករួចហើយបងប្អូនយើងច្រកក្នុងពោះជ្រូកចឹងហើយឥឡូវនេះចាប់ផ្ដើមមកដាំទឹកបន្តិចសិនដាំទឹកហ្នឹងយើងស្ងោរឲ្យឆ្អិនបន្តិចសិនមកចាំយើងយកទៅចៀនបងប្អូនទឹកពុះហើយយើងចាប់ផ្ដើមដាក់ចូលចង់បញ្ជាក់មួយបងប្អូនដែរពេលស្ងោរហ្នឹងអត់ប្រើភ្លើងខ្លាំងពេកទេប្រើភ្លើងតិចបំផុតដោយសារប្រើភ្លើងខ្លាំងពេកអាចនឹងប្រេះបងប្អូនឥឡូវឆ្អិនហើយយើងស្រង់មកយើងស្ងោររួចហើយឥឡូវយើងទុកឲ្យត្រជាក់បន្តិចហើយយើងចាប់ផ្ដើមមកចៀនបន្តទៀតខ្ញុំប្រើប្រេងសុខភាព Healthy Chef ប្រេងសុខភាព Healthy Chef ផ្សំពីសណ្តែកសៀងសុទ្ធ 100% ល្អសម្រាប់សុខភាពបេះដូងអញ្ចឹងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានឥឡូវយើងដាក់ចូលទៅកុំប្រើភ្លើងខ្លាំងពេកខ្លាចបែកចេះអញ្ចឹងហើយតើយើងប្រយ័ត្នបន្តិចអិនហើយបងប្អូនឥឡូវនេះយើងចាប់ផ្ដើមស្រង់មកខ្ញុំយកតែអាំងបន្តិចទៀតបងប្អូនយើងអាំងថែមទៀតអញ្ចឹងដើម្បីឲ្យក្លិនកាន់តែឈ្ងុយហើយស្ងួតបងប្អូនអាំងនឹងចក្រានខ្ជុំក៏បានដែរប៉ុន្តែខ្ញុំអត់បានប្រកាត់ភ្លើងដាក់ក្នុងអូវ៉ាន់លឿនឆ្អិនហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់
អូឈ្ងុយមែនទែនបងប្អូនបេះដូងតិចខ្តំឈ្ងុយបងប្អូនឃើញពណ៌ខ្មៅបែបហ្នឹងតែតាំងកពិតរសជាតិគេឆ្ងាញ់ហើយយើងផ្ទាប់ជាមួយទឹកជ្រលក់ទឹកជ្រលក់បងប្អូនអាចជ្រើសរើសយកទឹកត្រីបុកឬក៏បងប្អូនពេញចិត្តទឹកត្រីបែបណាបងប្អូនអាចធ្វើតាមការចូលចិត្តបានបេះដូងតិចខ្តំយើងគឺយើងយករសជាតិបែបស្រាលអត់ឲ្យដិតខ្លាំងទេគឺថាឈ្ងុយខ្លាំងមែនទែនហ្មងបងប្អូនឈ្ងុយមែនទែនមុខនេះបងប្អូនអាចសាកល្បងធ្វើញ៉ាំបានជាពិសេសពេលមានកម្មវិធីជួបជុំអីចឹងបងប្អូនអាចសាកល្បងយកមុខនេះមកចម្អិនញ៉ាំជុំគ្នាបានក៏សូមអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ